អុកញ៉ាសន្ធោហាមុខគឺជាមន្ត្រីមួយរូបនៅក្នុងព្រះបរមរាជវាំងក្នុងរជ្ជកាលព្រះករុណាព្រះបាទនរោត្តមយោងតាមឯកសាររបស់លោកហងធនហាបានសន្និដ្ឋានថាកវីសន្ធោមុខបានកើតនៅគ្រិស្តសករាជឆ្នាំ1846ក៏ប៉ុន្តែសៀវភៅអក្សរសិល្ប៍ខ្មែរសតវត្សទី19របស់លោកខៀងហុងឌីបានសន្និដ្ឋានថាការបរិច្ឆេទកំណើតនេះគឺមិនត្រឹមត្រូវទេព្រោះនៅគ្រិស្តសករាជឆ្នាំ1859លោកកវីសន្ធោមុខបាននិពន្ធរឿងទេវនកុមាររួចទៅហើយនៅពេលនោះដែរនៅក្នុងងារជាអមរិតក្សត្រីនេះបានន័យថាលោកទើបតែអាយុ13ឆ្នាំប៉ុណ្ណោះលោកមិនអាចបកប្រែរឿងទេវមកតាក់តែងជាកំណាព្យភាសាខ្មែរដ៏ពិរោះក្រអៅក្រអួនជួនរដំបែបនេះបានទេលោកខៀងហុងឌីបានសន្និដ្ឋានថាកវីសន្ធោមុខប្រសូតនៅរវាងទសវត្ស30នៃសតវត្សទី19គឺប្រហែលរវាងឆ្នាំ1830ទៅឆ្នាំ1834នៅឧដុង្គនៃរាជធានីចាស់របស់ប្រទេសកម្ពុជាការសន្និដ្ឋានរបស់លោកខៀងហុងឌីសមហេតុសមផលព្រោះកវីសន្ធោមុខត្រូវបានព្រះឧបជាយកទៅគាល់ព្រះវររាជនីបន្ទាប់ពីលោកបានលាចាកសិក្ខាបទដូច្នេះមានន័យថាយ៉ាងហោចណាស់លោកមានអាយុ20ឆ្នាំឡើងទើបអាចបួសជាភិក្ខុបាននេះយើងមិនទាន់គិតថាលោកបួសជាភិក្ខុនៅប៉ុន្មានវស្សាផងទេលោកជាបុត្រមន្ត្រីថ្នាក់មធ្យមរបស់ព្រះបាទកែវហ្វាអងឌួងក្នុងចុងរាជព្រះអង្គច័ន្ទឬដើមរាជព្រះមហាក្សត្រីអង្គមីមេដាបេដារបស់លោកសន្ធោវហាមុខគឺជាមនុស្សបម្រើរាជវង្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរាជាណាចក្រសៀមនៅក្នុងឆ្នាំ1840មហាក្សត្រីអង្គមីនិងក្សត្រីមួយចំនួនត្រូវបានយួនចាប់ឃុំឃាំងរួមទាំងនាំខ្លួនអ្នកមនាងប៉ែនដែលជាមហេសីរបស់ព្រះបាទអង្គឌួងផងដែរហើយអ្នកមនាងប៉ែនត្រូវបានយួនពន្លិចទឹកសម្លាប់ដែលជាហេតុនាំឲ្យមានសង្គ្រាមកើតឡើងនៅរវាងគ្រិស្តសករាជឆ្នាំ1844មេដាបេដារបស់មុខត្រូវយួនចាប់ជាឆ្លើយហើយកុមារមុខបានក្លាយជាកុមារកំព្រាតាំងពីអាយុ11ឆ្នាំមកម្ល៉េះជាកុសលកុមារមុខត្រូវបានព្រះចៅអធិការវត្តគុកដែលព្រះនាមអនយកទៅចិញ្ចឹមនិងអប់រំព្រះញាតិវង្សនិងកូនរបស់អភិជននាសម័យនោះភាគច្រើនទៅបួសនិងស្នាក់នៅសាលានៅក្នុងវត្តផងដែរជាកូនកំព្រាដែលរស់នៅក្នុងចំណោមពួកកូនអភិជនជាពិសេសរាជវង្សានុវង្សផងនោះកុមារមុខប្រៀបដូចជាកូនមរឹកនៅក្នុងកណ្ដាលវងរាជសីห์ខ្លានិងដំរីក៏ប៉ុន្តែអនាគតកវីបណ្ឌិតដ៏ល្បីរន្ទឺរូបនេះមានឧបមាដូចជាកូនកុកីដែលអាចសម្របខ្លួនទោទន់ទៅតាមកម្លាំងវាយបក់របស់ខ្យល់បានប៉ុន្តែមិនដេកដួលឡើយហើយនៅតែបន្តលូតលាស់ចាក់ឫសចាក់គល់យ៉ាងជ្រៅហើយរឹងមាំគេដំណើរតគ្នាថាដោយសារតែខ្វះសម្ភារៈសិក្សាកុមារមុខបានយកជូងប្រើសរសេរលើបន្ទះក្តារជំនួសឲ្យដីសហើយយកភ្លើងចង្ក្រានដែលខ្លួនដាំទឹកប្រគេនព្រះសង្ឃឬភ្លើងចម្អិនអាហារដើម្បីបំភ្លឺសម្រាប់អានអក្សរនៅពេលយប់កុមារមុខបានបួសជាសាមណេរក្នុងសំណាក់ព្រះធម្មរាជអននៃគណៈធម្មយុត្តិនិកាយលុះចំណេរកាលក្រោយមកកុមារមុខបានបំពេញឧបសម្បទាជាភិក្ខុភាវៈនៅរវាងគ្រិស្តសករាជឆ្នាំ1845ដល់ឆ្នាំ1858ភិក្ខុមុខបានទទួលការអប់រំទាំងផ្នែកវប្បធម៌និងបញ្ញាញាណដែលមានគុណភាពយ៉ាងខ្ពង់ខ្ពស់ផ្នែកព្រះពុទ្ធសាសនាភាសាបាលីនិងភាសាជាតិនៅក្នុងវត្តគុកជារាជអារាមនាក្រុងឧដុង្គឯកសារទាំងឡាយមានភាពចុះសម្រុងគ្នាដោយនិយាយថាកវីសន្ធោមុខមានមាឌតូចល្អិតមុខខ្មោចដិតដាមដែលស្នាមរកអត់តាំងពីកុមារភាពឯដៃទៀតសោតក៏ក្រងែងទើបមហាជនតែងតែហៅលេងថាម៉ែងក្រងុកប៉ុន្តែផ្ទុយស្រឡះពីរូបរាងលោកមានសម្លេងពីរោះក្រអួនក្រអៅជាស្មូតធម៌ប្រកបដោយបទបែនជាទីត្រូវចិត្តត្រូវអធ្យាស្រ័យនៃជំនាញជនទាំងពួងបន្ទាប់ពីលាចាកសិក្ខាបទមកជាគ្រាហោះវិញព្រះឧបជាបាននាំបណ្ឌិតមកទៅគាល់សម្ដេចព្រះវររាជនីហើយក៏ទទួលបានរំងាជាអមរិតក្សត្រីនៅគ្រិស្តសករាជឆ្នាំ1859
ឯកសាររបស់លោកហុងធុនហាក់បានរៀបរាប់ថាព្រះឧបជាបាននាំទៅថ្វាយព្រះករុណាព្រះបាទនរោត្តមទុកជាខ្ញុំបម្រើក្រុមល្អងធូលីព្រះបាទព្រះករុណាទ្រង់សពព្រះហឫទ័យប្រប្រទានឲ្យធ្វើការងារក្រុមអាល័ក្ខដែលជាផ្នែកបោះពុំលោកអាល័ក្ខមកបានយកចិត្តទុកដាក់ធ្វើការបម្រើរាជការព្រះករុណាហើយទទួលបានព្រះរាជទានឋានន្តរស័ក្តិជាលំដាប់រហូតដល់បានគោរមងារជាអង្គញាសន្ធវហាមុខនៅទីបំផុតលោកបានទទួលគោរមងារជាអមរិតក្សត្រីអ្នកស្រាវជ្រាវបារាំងខ្លះបានអះអាងថាលោកបានទទួលព្រះបរមងារដល់ឋានៈអង្គញាជំវាវាំងប៉ុន្តែយើងមិនទាន់មានអំណាចគ្រប់គ្រាន់នៅឡើយទេបណ្ឌិតអមរិតក្សត្រីមកបានរៀបអាពាហ៍ពិពាហ៍ជាមួយនាងសោមហើយមានបុត្រ5នាក់ដែលមានបុត្រប្រុសចំនួន4នាក់និងបុត្រស្រីម្នាក់គឺមុខមើលមុខត្រច័កដែលកូនរបស់លោកទាំងពីរនាក់នេះបានទៅសិក្សានៅទីក្រុងប៉ារីសប្រទេសបារាំងដែលមានលោកប៉ាវីជាអ្នកនាំទៅរវាងគ្រិស្តសករាជឆ្នាំ1885លុះត្រឡប់មកខ្មែរវិញបានធ្វើការបម្រើជាតិក្នុងឋានៈជាចៅហ្វាយស្រុកចំណែកត្រច័កបានធ្វើការនៅប្រទេសឡាវហើយបានទទួលមរណភាពនៅទីនោះចំណែកកូនរបស់លោក3នាក់ទៀតរួមមានមុខសំអកមុខសំអែលនិងទី5ដែលជាកូនស្រីឈ្មោះមុខរំដេងនៅគ្រិស្តសករាជឆ្នាំ1859នៅក្រុងឧដុង្គសម្ដេចព្រះវររាជនីបានបញ្ជាឲ្យបណ្ឌិតអមរិតក្សត្រីបកប្រែរឿងទេវ័នកុមារពីគម្ពីរបញ្ញាជាដកជាភាសាបាលីមកជាភាសាខ្មែរបណ្ឌិតអមរិតក្សត្រីបានបកប្រែតាំងតាក់ជាបែបកំណាព្យដោយមានចៅពញាសន្ធរអក្សរាជាស្មេជួយចម្លងនៅថ្ងៃប្រហ័សឆ្នាំមុំមែពុទ្ធសករាជ2502នៅគ្រិស្តសករាជឆ្នាំ1863ក្នុងពេលដែលព្រះវររាជនីកំពុងគង់នៅធ្វើកម្មដ្ឋាននៅលើភ្នំព្រះរាជទ្រព្យទ្រង់បានបញ្ជាម្ដងទៀតឲ្យលោកអាជ្ញាអមរិតក្សត្រីបកប្រែរឿងព្រះសង្ឃនាថចេញពីគម្ពីរបញ្ញាជាដកនិងចងក្រងជាកំណាព្យផងដែរបន្ទាប់ពីព្រះអង្គឌួងបានសោយទីវង្គតទៅនៅរវាងគ្រិស្តសករាជឆ្នាំ1866បណ្ឌិតមុខបានមកនៅភ្នំពេញបម្រើវងនរោត្តមជារាជកវីបណ្ឌិតជំនិតនឹងព្រះអង្គនៅក្នុងកំឡុងពេលនេះលោកបានតែងកំណាព្យខ្លីៗជាច្រើនដើម្បីឲ្យព្រះករុណាព្រះបាទនរោត្តមទ្រង់ក្រសាលលោកហុងធុនហាក់បានពណ៌នាថាព្រះបាទសម្ដេចព្រះនរោត្តមសពព្រះរាជហឫទ័យចំពោះលោកមុខខ្លាំងណាស់ហើយមានការរាប់អានលោកយ៉ាងជិតស្និទ្ធទៀតផងលោកអាជ្ញាសន្ធរវហាមុខពូកែបំផុតខាងតែងកំណាព្យបានភ្លាមដែលពុំចាំបាច់រកនឹកឬភ្នែកគិតទុកជាមុនឡើយគឺមានទំនងដូចជាគេនិយាយព្យាង្គរាយធម្មតាហើយសមតាមបរិយាកាសទាំងចុងជួនទៀតសោតក៏ត្រឹមត្រូវជួនរំដំដោយស្នូទឹករលកដោយរកនឹងតោះទៅខ្នើសចិត្តឥតបើមានឡើយរាល់ពេលព្រះករុណានឹកចង់ក្រសាលតែងត្រាស់ឲ្យលោកតែងកំណាព្យគ្រាន់តែត្រាស់ប្រាប់អំពីអ្វីក៏លោកអាចតែងបានភ្លាមនៅរវាងគ្រិស្តសករាជឆ្នាំ1890ដល់ឆ្នាំ1893ព្រះបាទនរោត្តមបានបញ្ជាឲ្យក្រុមរាជបណ្ឌិតរៀបចំចងក្រងឡើងវិញនៅពង្សាវតាររបស់ក្រុងកម្ពុជាដោយមានវត្តមានរបស់ព្រះមហាសង្ឃរាជនិលទៀនព្រះសកុនប៉ាននិងលោកអាជ្ញាសន្ធរវហាមុខសៀវភៅអក្សរសិល្ប៍ខ្មែរសតវត្សទី19របស់លោកខិនហុងឌីបានអះអាងថាតាមរយៈកូនប្រុសទាំងពីររបស់លោកគឺមើលនិងត្រច័កដែលត្រឡប់មកពីការសិក្សានៅប្រទេសបារាំងវិញលោកអាជ្ញាសន្ធរវហាមុខបានទទួលចំណេះដឹងនិងឥទ្ធិពលអក្សរសាស្ត្របារាំងដែលជាហេតុនាំឲ្យលោកមានគំនិតសរសេររឿងល្បើករៃនិងស្រមោលជាដើមអ្នកស្រាវជ្រាវបារាំងខ្លះបានអះអាងថាលោកបានធ្វើការមរណៈនៅរវាងគ្រិស្តសករាជឆ្នាំ1895ប៉ុន្តែអ្នកអង្គម្ចាស់នរោត្តមមុងតាណាដែលជាចៅទូតបង្កើតបានអះអាងថាបណ្ឌិតសន្ធរវហាមុខបានធ្វើមរណកាលនៅរវាងឆ្នាំ1908ការអះអាងនេះត្រូវគ្នានឹងឯកសាររបស់លោកខិនហុងឌីគឺនៅក្នុងជន្មាយុ66ឆ្នាំនាទីក្រុងភ្នំពេញលោកខិនហុងឌីបានសន្និដ្ឋានថាលោកអាជ្ញាសន្ធរវហាមុខទំនងជាបានបន្សល់ទុកសារដែលជាច្រើនប៉ុន្តែតាមការស្រាវជ្រាវយើងដឹងច្បាស់តែសាស្ត្រាទុំទាវនិងសាស្ត្រាទេវ័នកុមារប៉ុណ្ណោះឯសាស្ត្រាវិមានច័ន្ទ
និងសាស្ត្រាទឹមសង្វាក៏ប្រហែលជាស្នាដៃរបស់លោកផងដែរកវីរូបនេះជាពុទ្ធសាសនិកមួយរូបដែលនិយមទំនៀមទម្លាប់ខ្មែរដ៏គួរឲ្យគោរពនិងគួរចាត់ទុកជាកវីខ្មែរដ៏ឯកមួយរូបផងដែរក៏ប៉ុន្តែលោកជាមនុស្សមានទស្សនវិស័យវែងឆ្ងាយទើបលោកបានបញ្ជូនកូនប្រុសទាំងពីររូបឲ្យទៅសិក្សានៅប្រទេសបារាំងដើម្បីស្វែងយល់ពីវប្បធម៌និងការអប់រំនៅក្នុងប្រទេសបារាំងហើយលោកក៏ជាអ្នកបានទម្លុះទម្លាយទំនៀមទម្លាប់ខ្មែរដែលបំបត្តិសិទ្ធិកូនស្រីមិនឲ្យសិក្សាហើយលោកបានអនុញ្ញាតឲ្យកូនស្រីតែម្នាក់របស់លោកសិក្សារហូតចេះអាននិងចេះសរសេរតាមសេចក្តីដែលត្រូវការតាមឯកសារយោងរបស់លោកខិនហុងឌីបានកត់សម្គាល់ថាលោកអុកញ៉ាសន្ធរវហាមុខគឺជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតវង់ភ្លេងខ្សែដែលសម័យនោះហៅថាភ្លេងចិនមុនគេ